ចិត្ត100ថ្ងៃមកម្ដងពេលទីថាអត់ដឹងពីរបៀបនៅក្នុងការអន្ទិញមេរៀនដោយសារតែមានអូនៗភាគច្រើនគឺគាត់បានឆាត់មកសួរខ្ញុំផង comment ផងទាំងដែលវីដេអូហ្នឹងគឺខ្ញុំធ្លាប់ធ្វើហើយអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់ដឹងទេខ្ញុំនឹងប្រាប់នៅក្នុងវីដេអូនេះមកមុននឹងយើងទៅអន្ទិញមេរៀនគឺយើងត្រូវយល់ពីមេរៀនសិនខ្ញុំនិយាយដដែលគឺយើងត្រូវយល់ពីមេរៀនសិនខ្ញុំជឿថាមកដល់រយៈពេលនេះហើយអូនភាគច្រើនគឺគាត់បានរៀនដល់ណាដល់ណីហើយអញ្ចឹងការយល់មេរៀនគាត់ក៏រៀងក្រែដែរស្ដែងដូចជាយើងយល់ពីកលឹះនៅក្នុងមេរៀននីមួយៗខ្ញុំឧទាហរណ៍ថាមុខវិជ្ជាប្រវត្តិវិទ្យាមួយចុះតែយើងបែងចែកពាក្យថាសង្គ្រាមត្រជាក់សង្គ្រាមស៊ីវិលហ្នឹងបានហើយនៅហើយយើងយល់វាអត្ថន័យរបស់វាហ្នឹងមិននៅអញ្ចឹងយើងត្រូវដឹងសិនមុននឹងយើងទៅទន្ទិញមេរៀនយើងអត់ចេះតែទន្ទិញហ្មងទេអញ្ចឹងការដែលយល់ពីពាក្យកលឹះក៏ជួយឲ្យយើងកាន់តែទន្ទិញមេរៀនឆាប់ចាំដូចគ្នាទី2ហ្នឹងគឺយើងធ្វើសំណួរចម្លើយនៅក្នុងសភៅចុងមេរៀនអញ្ចឹងបានន័យថានៅក្នុងសភៅពំគោលរបស់យើងគឺយើងប្រកាសជាមានសំណួរចម្លើយចុងមេរៀនឯងត្រូវអត់អញ្ចឹងយើងត្រូវធ្វើអាហ្នឹងទៅព្រោះប្រឡងភាគច្រើនក៏អត់ចេញអីក្រៅពីអាហ្នឹងដែរអញ្ចឹងពេលដែលយើងមើលមេរៀនហើយយើងអាចអនុវត្តធ្វើអាហ្នឹងបានខ្ញុំជឿថាយើងចេះបានប្រហែលជា50 ទៅ 60% ហើយចុងក្រោយគេហ្នឹងគឺការទន្ទិញមេរៀនហ្នឹងហ្មងពេលដែលយើងយល់ពីមេរៀនហើយយើងបានអនុវត្តនៅក្នុងចុងសភៅពុំរបស់យើងហើយអញ្ចឹងខ្ញុំជឿថាការទិញមេរៀនរបស់យើងវារៀងមានប្រសិទ្ធភាពជាងដែលយើងអត់យល់អីសោះហើយទៅទិញយកហ្មងគឺយើងឆាប់ផ្លិចហើយអត់ងាយនៅក្នុងការចាំទេអ្នកនរគ្នានៅសល់តែ100ថ្ងៃទៀតអ្នកនរគ្នាកុំនៅរេរអត់ធ្វើអីហើយខ្ញុំចង់ recommend សភៅនេះដែលឈុតនេះគឺជាឈុតវិទ្យាសាស្ត្រខ្ញុំ really recommend ខ្លាំងមែនតើដែលសារនៅក្នុងហ្នឹងគឺវាមានទាំងវិទ្យាសាស្ត្របាក់ឌុបឆ្នាំចាស់ក៏ដូចជាវិទ្យាសាស្ត្រត្រៀមឲ្យអូនទុកធ្វើហ្មងអញ្ចឹងបាច់ចាំទៅរកអីញ៉ៃនៅក្នុងហ្នឹងគឺវាមានទាំងវិទ្យាសាស្ត្របាក់ឌុបឆ្នាំចាស់ក៏ដូចជាវិទ្យាសាស្ត្រត្រៀមនិងការពន្យល់បោះបាយអីផ្សេងដើម្បីឲ្យអូនងាយស្រួលនៅក្នុងការត្រៀមប្រឡងបាក់ឌុបឆ្នាំ2026ហ្នឹងឯង